ជំរាបសួរលោកគ្រូអ្នកគ្រូទាំងអស់គ្នាថ្ងៃនេះខ្ញុំអានអក្សរខ្មែរថ្នាក់ទី4កុំភ្លេចចុច Subscribe ផងឲ្យមេដៃផងបេះដូងផងការណែនាំអំពីការលេងល្បែងចូលអានការសន្ទនាខាងក្រោមតើគេនិយាយផ្ដល់ការណែនាំដោយប្តីខ្លះតារាសួស្តីមិត្តទាំងអស់គ្នាថ្ងៃនេះលោកគ្រូបានឲ្យខ្ញុំដឹកនាំមិត្តទាំងអស់គ្នាលេងល្បែងក្រពើដេញចាប់វិជាតាល្បែងនោះគេលេងដូចដូចទៅតារាដំបងគេគូគំនូសពីរស្រុកគ្នាដែលមានចម្ងាយពីគ្នាប្រហែល4ម៉ែត្រធ្វើជាស្ទឹងមួយសម្រាប់ក្រពើរស់នៅបន្ទាប់មកអ្នកលេងប៉ាវទាំងអស់គ្នាអ្នកចាញ់ត្រូវឈរនៅក្នុងស្ទឹងធ្វើជាក្រពើអ្នកឯទៀតត្រូវឈរតាមមាត់ស្ទឹងទាំងសងខាងនឹងត្រូវរត់ឆ្លងស្ទឹងចុះឡើងវិជាចុះបើក្រពើចាប់បានត្រូវធ្វើដូចផ្ដេចតារាបើក្រពើចាប់បានអ្នកនោះនឹងត្រូវក្លាយជាក្រពើទី2ក្រពើទី1កាន់ដៃក្រពើទី2ឲ្យជាប់នឹងត្រូវរត់ដេញចាប់អ្នករត់ឆ្លងកាត់បើរបូតដៃក្រពើទី2ត្រូវរួចខ្លួនបើចាប់បានម្នាក់ទៀតអ្នកនោះត្រូវក្លាយជាក្រពើទី3ក្រពើទី3ត្រូវកាន់ដៃគ្នាឲ្យជាប់និងដេញចាប់អ្នកឆ្លងបើចាប់បានម្នាក់ទៀតត្រូវបង្កើតក្រុមក្រពើថ្មីបន្ថែមទៀតដោយអនុវត្តដូចមុនដដែលវិជាខ្ញុំយល់ហើយអរគុណតទៀតមកអាននំហាត់តិចក៏អានមើលប្រហែលអានមេរៀនថ្មីមកមេរៀនថ្មីឥឡូវអ្នកទាំងអស់គ្នាចូលមេរៀនថ្មីមកទៀតឥឡូវអ្នកទាំងអស់គ្នាយើងចូលមេរៀនថ្មីមកទៀតឥឡូវទាំងអស់គ្នាខ្ញុំចូលមេរៀនថ្មីមេរៀនទី2សហគមន៍ជឿនលឿនសហគមន៍ជាកន្លែងដែលប្រជាពលរដ្ឋរស់នៅធ្វើការងារនិងកម្សាន្តសហគមន៍ជឿនលឿនសំដៅសហគមន៍ដែលប្រជាជនមានការចេះដឹងមានជីវភាពធូរធារមានសេចក្តីសុខសុវត្ថិភាពរស់នៅមានសណ្ដាប់ធ្នាប់និងមានការរីកចម្រើនគ្រប់ផ្នែកតួអង្គនិងការអាកាសតួអង្គគឺជាមនុស្សសត្វរុក្ខជាតិអមនុស្សដែលមាននៅក្នុងរឿងជាតួអង្គនៅក្នុងរឿងនោះក្នុងចំណោមតួអង្គទាំងនោះមានតួអង្គខ្លះសំខាន់មានសកម្មភាពតួអង្គខ្លះទៀតមានសកម្មភាពតិចតួចឬបន្ទាប់បន្សំតែប៉ុណ្ណោះនៅក្នុងរឿងខ្លីព្រឹត្តិការណ៍នៅក្នុងរឿងច្រើនផ្ដោតទៅលើជីវិតរបស់តួអង្គសំខាន់តួអង្គនោះហៅថាតួអង្គឯកចូលអានរឿងក្មេងសុចរិតរួចបង្ហាញតួអង្គរងនិងតួអង្គឯកនៅពេលខ្ញុំកំពុងអង្គុយហូបគុយទាវស្រាប់តែមានក្មេងម្នាក់មកអង្វរខ្ញុំឲ្យជួយទិញកាសែតពេលនោះខ្ញុំមានក្រដាសប្រាក់10000រៀល50000រៀលក្មេងនោះអង្វរខ្ញុំថាចាំវាយកទៅដូរគេហើយវាយកមកឲ្យខ្ញុំវិញខ្ញុំក៏ឲ្យប្រាក់នោះទៅវាខ្ញុំចាំវាយូរពេកមិនឃើញវាមកវិញខ្ញុំគិតថាក្មេងនោះប្រាកដជាបោកប្រាស់ខ្ញុំក៏ធ្វើដំណើរទៅធ្វើការមួយអាទិត្យក្រោយមកនៅពេលដែលខ្ញុំដើរចូលហាងគុយទាវដដែល
ខ្ញុំបានឃើញក្មេងពីរថ្ងៃមុនមកឈរចាំខ្ញុំពេលឃើញខ្ញុំវាដើរមកជិតហើយហុចលុយឲ្យខ្ញុំគ្រប់ចំនួនខ្ញុំសួរវាហេតុអ្វីបានជាថ្ងៃមុនឯងគេចពីខ្ញុំវាឆ្លើយដោយទឹកមុខស្រងោតខ្ញុំបានត្រូវម៉ូតូបុកទើបមិនបានយកប្រាក់មកជូនលោកពូវិញពេលនេះខ្ញុំបានធូរស្រាលក៏យកមកជូនលោកពូវិញខ្ញុំពិនិត្យមើលជើងវាឃើញមានរបួសមែនខ្ញុំក៏ឈប់សង្ស័យចំពោះក្មេងនោះទៅវាបានសុំទោសខ្ញុំហើយធ្វើដំណើរទៅលក់កាសែតបន្តទៀតតួអង្គនៅក្នុងរឿងនេះមានក្មេងលក់កាសែតនិងបុរសទិញកាសែតតែសកម្មភាពតួអង្គខាងលើក្មេងលក់កាសែតជាតួអង្គដែលសំខាន់ឥឡូវសុំសិនក្មេងលក់កាសែតតួអង្គសំខាន់អញ្ចឹងជាតួអង្គអីក្មេងលក់កាសែតជាតួអង្គឯកចុះតួអង្គឯកជាតួអង្គសំខាន់ចុះតួអង្គដែលមិនសូវសំខាន់គេហៅតួអង្គអីតួអង្គរងតួអង្គរងអញ្ចឹងនៅក្នុងសាច់រឿងនោះមានតួអង្គប៉ុន្មាននាក់2នាក់តួអង្គទី1ពីណាគេតួអង្គឯកតួអង្គឯកតួអង្គទី2តួអង្គរងតួអង្គឯកជាពីណាតួអង្គឯកគឺជាតួអង្គសំខាន់បំផុតនៅក្នុងរឿងហ្នឹងក្មេងជាតួអង្គឯកទៅដែរតួអង្គរងលោកពូណាលោកពូទៅញ៉ាំគុយទាវរីឯបុរសរីឯបុរសអ្នកទិញកាសែតជាតួអង្គរងអញ្ចឹងអ្នកទិញកាសែតជាអង្គតួអង្គរងណាបងណាតាអញ្ចឹងយើងអានវាទៅទៀតតួអង្គឯកគឺជាតួអង្គសំខាន់បំផុតហើយមានសកម្មភាពច្រើនជាងគេនៅក្នុងដំណើររឿងទាំងមូលតួអង្គរងគឺជាតួអង្គដែលពុំសូវសំខាន់អញ្ចឹងកន្លែងនេះកូនត្រូវទិញឲ្យចាំណាគូសួរលើដែរតួអង្គឯកគឺជាអ្វីតួអង្គឯកគឺជាតួអង្គដែលសំខាន់បំផុតនៅក្នុងរឿងហើយតួអង្គរងគឺជាអ្វីតួអង្គរងគឺជាតួអង្គដែលមិនសូវសំខាន់ក្នុងរឿងទិញប៉ុណ្ណឹងមកបានហើយណាគាត់ណាអញ្ចឹងអាឡ័យនៅក្នុងសុំនោះគឺសិតតែមេរៀនដែលគ្រូទៅសួរណាគាត់ណាអញ្ចឹងយើងត្រូវទិញឲ្យចាំប៉ុណ្ណឹងណាគ្រូរៀនដល់ណានៅហើយអញ្ចឹងឥឡូវគ្រូពេទ្យភូមិយើងចាំមេរៀនវីដេអូបន្តយើងអានគ្រូពេទ្យភូមិយើងណាគាត់ណាអញ្ចឹងយើងចាំវីដេអូក្រោយទៀតណាគាត់ណាឥឡូវយើងសម្រាប់ប៉ុណ្ណឹងសិនជម្រាបលាមិត្តភក្តិជម្រាបលាមិត្តភក្តិទាំងអស់គ្នាជម្រាបលោកគ្រូទាំងអស់គ្នាឲ្យមេដៃហងមេដូហង subscribe ផងអរគុណជម្រាបលាបាយបាយអរគុណជម្រាបលាបាយបាយ